យើងឃើញថាពិធីបន់ខ្លាយនេះគឺមានសារៈសំខាន់ខ្លាំងទីមួយយើងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាពិសេសវប្បធម៌អរូបីនៃខ្លែងឯកនេះយើងចង់ឲ្យខ្លែងឯកនេះរស់នៅក្នុងសង្គមខ្មែរជារៀងរហូតទៅហើយបានដកជាប់នៅនៅក្នុងបេះដូងរបស់យុវជនចំនួនក្រោយកុំឲ្យគាត់ភ្លេចកុំឲ្យគាត់បោះបង់ចោលព្រោះជាមរតកវប្បធម៌អរូបីនេះគឺតែបាត់ហើយគឺបាត់ចឹងហើយយើងផុសឲ្យគាត់ចូលរួមដើម្បីយើងថែរក្សាប្រពៃណីនេះហើយព្រោះប្រពៃណីបន់ខ្លែងនេះគឺថាពីមុនមកគឺក្នុងមួយឆ្នាំគេតែងតែមានពិធីបន់ខ្លែងនឹងឯងទី2យើងចង់ឲ្យមានសកម្មភាពជាទេសចរដែរដោយសារតាមរយៈបន់ខ្លែងនេះឃើញធ្វើឲ្យភ្ញៀវទេសចរផ្សេងគាត់មានការចាប់អារម្មណ៍គាត់ចូលរួមមកហើយយើងដឹងហើយខេត្តសៀមរាបយើងជាខេត្តបេតិកភណ្ឌវប្បធម៌អញ្ចឹងយើងចង់ឲ្យមានអ្នកចូលរួមបានច្រើនបាទនៅក្នុងការប្រកួតខ្លែងបន់ខ្លែងឆ្នាំ2021លើកទី2ខេត្តសៀមរាបនេះយើងបានរដ្ឋបាលខេត្តសៀមរាបបានរៀបចំរយៈពេល3ថ្ងៃគឺថ្ងៃទី20 21 22ហើយថ្ងៃទី20នេះព្រឹកនេះយើងរៀបចំការប្រកួតវិស័យអប់រំយើងផ្ដល់ឱកាសដល់យុវជននៅតាមសាលារៀនជាពិសេសក្មេងៗសាលាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យដើម្បីចូលរួមក្នុងការបង្ហោះខ្លែងនេះឲ្យគាត់យល់ដឹងពីទំនៀមទម្លាប់ប្រពៃណីហើយមកដកដូនតាយើងឲ្យគាត់ស្រឡាញ់ឲ្យគាត់ចូលរួមអញ្ចឹងព្រឹកនេះយើងបង្ហោះខ្លែងវិស័យអប់រំអញ្ចឹងផ្នែកសិក្សាធិការពេលល្ងាចយើងនឹងបង្ហោះខ្លែងវិស័យឯកជនគឺខ្លែងឯកបាទហើយពេលព្រឹកស្អែកថ្ងៃទី21វិស័យឯកជនខ្លែងសេរីដល់ល្ងាចថ្ងៃទី21គឺខ្លែងឯកវិស័យរដ្ឋគឺមន្ទីរអង្គភាពជំនាញខេត្តហើយនិងរដ្ឋបាលខេត្តរាជធានីខេត្តដែលគាត់អញ្ជើញមកចូលរួមដល់ព្រឹកថ្ងៃទី22យើងប្រកួតខ្លែងសេរីវិស័យរដ្ឋបាទហើយល្ងាចឡើងបានយើងបូកបន្ទុកទៅយើងវាយតម្លៃថាតើខ្លែងឯកណាខ្លះដែលជាប់ចំណាត់ថ្នាក់ហើយនឹងបានទទួលពានពីគណៈធិបតីហើយការដាក់បន្ទុកនោះគឺការវិនិច្ឆ័យទៅលើខ្លែងនោះគឺយើងមាន2បែបទី1សម្រាប់ខ្លែងឯកគឺទី1គេឲ្យបន្ទុកទៅលើការបច្ចេកទេសនៃការបង្ហោះតើគាត់ហោះទៅបានល្អអត់ខ្លែងនឹងហោះបានខ្ពស់ហោះបានល្អជាងគេអានឹងបានបន្ទុកហើយទី2គេផ្ដល់តម្លៃទៅលើសោភ័ណភាពការរចនាទៅលើខ្លែងបាទតើការតុបតែងខ្លែងគាត់នឹងស្អាតអត់ណាមានន័យមានខ្លឹមសារនៅក្នុងហ្នឹងអញ្ចឹងគេឲ្យតម្លៃទៅលើការរចនាទី3គឺឯកសម្លេងឯកបន្ទុកទៅលើសម្លេងឯកអាហ្នឹងចំពោះខ្លែងឯកមាន3ហ្នឹងចំពោះខ្លែងសេរីគេឲ្យបន្ទុកតែ2ទេគឺទី1ការបច្ចេកទេសនៃការបង្ហោះបាទហោះបានល្អហោះបានខ្ពស់ហោះនឹងអាហ្នឹងឲ្យបន្ទុកមួយទៀតគឺការរចនាគឺការច្នៃប្រឌិតឲ្យតម្លៃទៅលើការច្នៃប្រឌិតមានរូបរាងផ្សេងគ្នាអញ្ចឹងណាបាទកវីឯកគឺគណៈកម្មការគាត់ចេះស្ដាប់សម្លេងគាត់ស្ដាប់សម្លេងគាត់ធៀបសម្លេងអញ្ចឹងឯកហ្នឹងវាមានសម្លេងខ្លាំងសម្លេងតិចហើយមួយទៀតឯកហ្នឹងសម្លេងវាខុសគ្នាណាវាអាចខ្លះមានសម្លេងដល់7សម្លេងអញ្ចឹងគណៈកម្មការគេយល់ដឹងរឿងហ្នឹងបាទខ្លែងឯកនិងខ្លែងសេរីសរុបទៅជា138ខ្លែងហើយក្នុងនោះមានខ្លែងឯក93ខ្លែងបាទអញ្ចឹងយើងឃើញមកពីបណ្ដាខេត្តផ្សេងក៏ចូលរួមដែរបាទប្រាក់រង្វាន់លើកទឹកចិត្តគាត់គឺលេខ1លេខ2លេខ3ហើយនឹងពានណាពានហើយនឹងបានកិត្តិយសមួយទៀតបាទអញ្ចឹងយើងប្រគល់ជូនគាត់ដើម្បីជាការលើកទឹកចិត្តគាត់ខ្ញុំជឿថាចាប់វិស័យទៅអាចប្រជាពលរដ្ឋចូលរួមច្រើនព្រោះដោយសារថ្ងៃឈប់សម្រាប់នេះថ្ងៃធ្វើការអញ្ចឹងយើងឃើញថាព្រឹកនេះមានអ្នកមកចូលរួមល្មមទេខ្ញុំជឿថាថ្ងៃស្អែកថ្ងៃសៅរ៍ថ្ងៃអាទិត្យនឹងមនុស្សច្រើនដោយការឆ្នាំមុនដែរ